របៀប highlight ពណ៌ទៅលើជួរដេកណាមួយតាមរយៈ select ID របស់យើងបាទការងារនេះយើងធ្វើក្នុងកម្មវិធី Excel បាទជាដំបូងយើងមានជាតារាងឧទាហរណ៍តូចមួយបាទមានលេខរៀងមានឈ្មោះមានកូដនាមអញ្ចឹងទៅបាទកន្លែងលេខរៀងនេះគឺយើងដាក់ ID បាទអញ្ចឹង ID អ្នកទាំងគ្នាកំណត់យ៉ាងម៉េចក៏បានដែរខ្ញុំដាក់ ID 01អញ្ចឹងទៅបាទនេះយើងក៏ដាក់ឧទាហរណ៍អញ្ចឹងដាក់មិនក៏បានដែរបាទខ្ញុំដាក់ ID 01ហើយយើងចង់បានតាមលំដាប់អ្នកទាំងគ្នាគ្រាន់តែទាញចុះក្រោមមកបាទវាកើនខ្លួនឯងហើយ ID 02 03រហូតទៅដល់ ID 010 ID 10បាទបន្តមកទៀតដើម្បីយើងដាក់ drop down list ដែល select មកបាទអញ្ចឹងយើងចុចកន្លែង select ID ហ្នឹងមកហើយអ្នកទាំងនេះចូល tab data ហើយចូលកន្លែង data tool ហើយយក data validation កន្លែងនេះយើងយក list បាទដើម្បីដាក់ជា drop down ណាបាទកន្លែងនេះយើង select ទៅលើតម្លៃរបស់យើងមកបាទពី ID 01រហូត ID 10ហ្នឹងបាទហើយអ្នកទាំងគ្នាចុច OK មកបាទអញ្ចឹងយើងបាន drop down list មួយហើយបាទកន្លែង select ID យើងបាន drop down list ពី ID 01រហូតដល់ ID ទី10អញ្ចឹងនៅពណ៌បាទពេលយើង select បានប៉ុន្តែអត់ទាន់មានពណ៌ទេអញ្ចឹងយើងត្រូវកំណត់ពណ៌មួយសារទៀតតែដាក់លក្ខខណ្ឌវាបាទអញ្ចឹងដើម្បីដាក់លក្ខខណ្ឌយើងត្រូវ select បាទឧទាហរណ៍ខ្ញុំដាក់ ID 07វាមក highlight ពណ៌07អញ្ចឹង select លើ table យើងទាំងអស់មកចូលកន្លែង home conditional formatting បាទហើយកន្លែងនេះយើងយក use formula មកអញ្ចឹងយើងដាក់ស្មើបើសិនវាស្មើនឹងតម្លៃ ID បាទហើយយើងលុបសញ្ញាដុល្លារមួយចេញបាទដាក់នឹងស្មើ ID ដែលយើង select នៅកន្លែង drop down នេះបាទអញ្ចឹងបើសិនជាតម្លៃនឹងស្មើគ្នាយើងឲ្យដាក់ពណ៌អញ្ចឹងដាក់ពណ៌យកកន្លែង format មកបាទយកពណ៌ក៏ចូលកន្លែង fill ហើយយើងយកពណ៌អីក៏បានយកពណ៌ទ្រុយចេកមកចុច OK បាទអញ្ចឹងវាបានឃើញអញ្ចឹងខ្ញុំ select ID 07អញ្ចឹងវា highlight នៅជួរដេកទី7បាទអញ្ចឹងអ្នកទាំងគ្នា select ID ទីម៉ាន់ក៏វាមាន highlight ពណ៌ឲ្យបាទសូមអរគុណ